ទូបង្គំសូមអរព្រគុណដល់ព្រះអង្គម្ចាស់ជាព្រះដ៏ពេញដោយអំណាចព្រះចេស្តាមានជ័យជំនះលើសេចក្តីអាក្រក់ដែលនឹងកើតមាននៅលើលោកីយ៍នេះគុណសូមអរព្រគុណនៅសេចក្តីការពារនៅផែនការដែលទ្រង់បានរៀបចំដើម្បីនឹងជួយឲ្យកូនទាំងអស់គ្នាបានរួចផុតពីសេចក្តីវិនាសនៅលើលោកនេះសូមឲ្យនាមទ្រង់បាននំកាងឡើងសូមព្រះអង្គម្ចាស់បើកសម្ដែងព្រះបន្ទូលនេះតាមប្រហាតីទ្រង់សូមឲ្យចិត្តកូនទាំងអស់គ្នាផ្ចង់ទៅក្នុងសេចក្តីពិតដែលព្រះបន្ទូលនឹងបើកសម្ដែងឡើងកូនសូមអរព្រគុណដល់ព្រះអង្គកូនសូមទូលថ្វាយរំខាននេះថ្វាយដាច់ក្នុងនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនថ្ងៃនេះគឺយើងទាំងអស់គ្នានឹងពិនិត្យពីដំណើរជីវិតដែលយើងទាំងអស់គ្នាបានរស់មកទល់ថ្ងៃនេះយើងឃើញថាអ្វីដែលមាននៅលើโลกនេះប្រែប្រួលផ្លាស់ប្ដូរមិនស្ថិតស្ថេរទេសូម្បីតែមនុស្សលោកក៏បាត់ពីមួយដំណរទៅមួយដំណរដែរដូច្នេះតើមានអ្វីដែលគួរឲ្យយើងទុកចិត្តបានតើមានអ្វីដែលនៅដដែលមិនចេះប្រែប្រួលហើយផ្លាស់ប្ដូរនោះគម្ពីរទំនុកដំកើងជំពូក102ខ27បានសម្ដែងថាប៉ុន្តែឯទ្រង់នៅដដែលហើយព្រះជន្មទ្រង់មិនចេះផុតឡើយគួរចាប់អារម្មណ៍យកចិត្តទុកដាក់ចំពោះព្រះហើយព្រះជន្មទ្រង់មិនចេះផុតឡើយនេះជាភាពអស្ចារ្យនៃព្រះគួរកោតសរសើរហើយស្ញប់ស្ញែងក្នុងជីវិតដែលយើងកំពុងតែរស់នៅក្នុងโลกសព្វថ្ងៃនេះយើងបានឮព្រះបន្ទូលយើងបានឃើញព្រះបន្ទូលយើងបានជួបព្រះបន្ទូលធ្វើឲ្យមានគំនិតគិតវែងឆ្ងាយពីជីវិតតើមានអ្វីដែលអាចឲ្យយើងទុកចិត្តបានចំពោះជីវិតដែលយើងរស់មកទល់ថ្ងៃនេះហើយនឹងតទៅមុខទៀតទោះបីជាមនុស្សមិនទទួលព្រះអង្គមិនរាប់រកព្រះអង្គតវ៉ាប្រឆាំងប្រកែកមើលងាយបដិសេធព្រះអង្គដល់កម្រិតណាក្តីព្រះអង្គនៅតែជាព្រះដដែលព្រះអង្គឥតផ្លាស់ប្ដូរទៅតាមគំនិតមនុស្សដែលគិតឃើញនោះឡើយគឺព្រះអង្គរក្សាអត្តភាពរបស់ផងព្រះអង្គតាមព្រះបន្ទូលដែលព្រះអង្គម្ចាស់បានមានបន្ទូលតាំងពីមុនអស់កលរហូតដល់អស់កលជានិច្ចព្រះអង្គនៅដដែលដូច្នេះមនុស្សត្រូវតែស្គាល់យល់ដឹងសេចក្តីពិតដែលព្រះបន្ទូលបានបើកសម្ដែងឲ្យយើងគិតហើយពិចារណាព្រះអង្គជាព្រះតាំងពីមុនអស់ទាំងកលរហូតដល់អស់កលជានិច្ចអំណាចព្រះចេស្តាព្រះនៅដដែលអ្វីដែលព្រះអង្គម្ចាស់ទ្រង់ធ្វើពីគ្រាមុនដែលយើងមិនទាន់មានកំណើតកើតមកព្រះចេស្តាព្រះមានមកទល់សប្តាហ៍នេះហើយនឹងទៅដល់ភាពអស់កលជានិច្ចថែមទៀតការគ្រប់គ្រងរបស់ព្រះនៅមានមកទល់សប្តាហ៍នេះហើយនឹងតទៅមុខទៀតសេចក្តីសន្យានៃព្រះក៏មានមកដល់ពេលសប្តាហ៍នេះហើយនឹងតទៅមុខទៀតមិនផ្លាស់ប្ដូរគឺនៅដដែលនៅជារៀងរហូតហេព្រើរជំពូក13ខ8បិទព្រះយេស៊ូវគ្រីស្ទទ្រង់នៅតែដដែលគឺពីថ្ងៃម្សិលថ្ងៃនេះហើយនឹងទៅដល់អស់កលជានិច្ចតទៅបង្ហាញពីអត្តភាពព្រះដ៏ជាព្រះដែលគង់នៅឋានដ៏ខ្ពស់បំផុតព្រះដែលមានព្រះជន្ម
រស់ដែលព្រះជន្មព្រះអង្គមិនចេះផុតឡើយគឺទ្រង់គង់នៅរហូតជាព្រះនៃសេចក្តីសង្ឃឹមមនុស្សលោកទោះបីជាសប្បាយដល់កម្រិតណាក៏ដោយមានពេលដែលអស់សង្ឃឹមតែព្រះបន្ទូលថ្ងៃនេះបានបង្ហាញពីអង្គព្រះដ៏ជាព្រះអង្គជាព្រះនៃសេចក្តីសង្ឃឹមបើបងប្អូនចង់ឲ្យសេចក្តីសង្ឃឹមនេះមាននៅក្នុងចិត្តនៅក្នុងជីវិតយើងរហូតត្រូវតែទទួលព្រះនៃសេចក្តីសង្ឃឹមពីព្រោះព្រះអង្គម្ចាស់ទ្រង់នឹងជួយនៅពេលដែលយើងអស់សង្ឃឹមឲ្យយើងមានសង្ឃឹមក្នុងជីវិតដែលពោរពេញដោយសេចក្តីអាក្រក់មកពីមេកំណាចមេនៃសេចក្តីងងឹតមេនៃសេចក្តីឆោបបោកបានធ្វើឲ្យជីវិតយើងជួបនៅសេចក្តីអស់សង្ឃឹមព្រះនៃសេចក្តីសង្ឃឹមជាប្រយោជន៍ដ៏ធំដល់អស់អ្នកជឿចំពោះព្រះអង្គអ្នកដែលដាក់ចិត្តដាក់សេចក្តីជំនឿលើព្រះអង្គមានប្រយោជន៍ដ៏ធំដល់ជីវិតរបស់ខ្លួនដូច្នោះអ្វីដែលយើងគ្មានសេចក្តីសង្ឃឹមដែលយើងមើលឃើញលោកីសពថ្ងៃនេះមានការប្រែប្រួលជារៀងរហូតយើងគ្មានអ្វីដែលជាការមួយដែលគួរឲ្យយើងអាចទុកចិត្តបានអ្វីដែលមាននៅលើโลกនេះប៉ុន្តែព្រះបន្ទូលជួយឲ្យយើងមានសេចក្តីសង្ឃឹមពីព្រោះព្រះនៃសេចក្តីសង្ឃឹមគឺព្រះម្ចាស់នឹងជួយឲ្យជីវិតយើងបានជួបនៅសេចក្តីដែលបានផលប្រយោជន៍ដ៏ធំសម្រាប់ជីវិតនេះគម្ពីររ៉ូមជំពូក15ខ13ឥឡូវនេះសូមព្រះនៃសេចក្តីសង្ឃឹមប្រទានឲ្យអ្នករាល់គ្នាបានគ្រប់អស់ទាំងសេចក្តីអំណរនិងសេចក្តីសុខសាន្តដ៏ពោរពេញដោយសារសេចក្តីជំនឿប្រយោជន៍ឲ្យបានសេចក្តីសង្ឃឹមជាបរិបូរណ៍ដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងព្រះបន្ទូលនេះបើបងប្អូនបានទទួលពិតមែនចិត្តរបស់បងប្អូននឹងពោរពេញដោយសេចក្តីសង្ឃឹមដែលព្រះអង្គម្ចាស់ទ្រង់បានប្រទានសម្រាប់ជីវិតអ្នកដែលយល់គោរពហើយនឹងធ្វើតាមព្រះបន្ទូលរបស់ផងព្រះអង្គម្ចាស់ព្រះយេស៊ូវជាព្រះនៃសេចក្តីសង្ឃឹមប្រទានឲ្យអ្នករាល់គ្នាបានគ្រប់អស់ទាំងសេចក្តីអំណរសំខាន់ណាស់បងប្អូនព្រះអង្គមិនមែនប្រទានឲ្យបងប្អូនតិចតួចដោយគំនិតដែលយើងគិតនោះទេគឺព្រះអង្គម្ចាស់ប្រទានគ្រប់អស់ទាំងសេចក្តីអំណរព្រះបានជួយឲ្យចិត្តបានធូរស្បើយបើបងប្អូនបានគ្រប់ទាំងសេចក្តីអំណរចិត្តធុញថប់ចិត្តថប់បារម្ភចិត្តព្រួយចិត្តខ្វល់ខ្វាយនឹងត្រូវរសាយចេញពីបងប្អូននឹងបានចិត្តធូរស្បើយពេលណាបងប្អូនបានធូរស្បើយបានរសាយចេញពីក្នុងចិត្តយើងនឹងមានអំណរដូច្នោះសេចក្តីអំណរដែលព្រះបន្ទូលបានបើកសម្ដែងថាព្រះអង្គនឹងប្រទានឲ្យគ្រប់អស់ទាំងសេចក្តីអំណរគឺព្រះអង្គម្ចាស់ជ្រាបពីចិត្តរបស់យើងដែលបាត់នៅសេចក្តីអំណរនេះព្រះអង្គនឹងឲ្យដល់អស់អ្នកដែលឮព្រះបន្ទូលត្រេះរិះហើយយល់ដឹងថាព្រះបន្ទូលផ្ដល់នូវសេចក្តីអំណរនៅក្នុងចិត្តពេលដែលយើងបានទទួលសេចក្តីអំណរគឺយើងរួចពីបន្ទុកមែនទេបងប្អូនការគៀបសង្កត់បងប្អូនសពថ្ងៃគឺនឿយណាយណាស់ការងារទោះបីជាយើងធ្វើបានកម្រៃល្អក៏ដោយបងប្អូននៅមានការធុញថប់តានតឹងនៅក្នុងជីវិតភាសាអង់គ្លេសហៅថា stress ទោះបីជាគ្មានការងារក៏វាអាចមាននៅក្នុងគំនិតយើងដែរនៅក្នុងចិត្តរបស់យើងដែរប៉ុន្តែយើងមិនបានចាប់អារម្មណ៍
ដូច្នេះហើយបានជាបទគម្ពីរនេះគឺជួយយើងបានយ៉ាងច្រើនព្រះអង្គប្រទានគ្រប់អស់ទាំងសេចក្តីអំណរឲ្យយើងរួចពីបន្ទុករួចពីបញ្ហារួចពីកង្វល់ផ្សេងដែលមាននៅក្នុងចិត្តដែលខ្វល់ចិត្តដែលនឿយណាយចិត្តដែលព្រួយបារម្ភរាល់ថ្ងៃដែលប៉ះពាល់គៀបសង្កត់នៅក្នុងចិត្តជាពិសេសសប្តាហ៍ថ្ងៃនេះគឺជាភាពតានតឹងនៅក្នុងគំនិតដែលយើងភ្ញាក់ពីដំណេកឡើងចាប់ផ្ដើមមានភាពតានតឹងនេះដែលវាលេបត្របាក់ទាញយកសេចក្តីអំណរចេញពីក្នុងចិត្តរបស់យើងឃើញអ្វីទៅជាមានទំនាស់នៅក្នុងចិត្តបាត់អស់ភាពអំណរអ្វីដែលយើងគិតឃើញថាព្រះផ្ដល់មកយើងគឺបាត់ចេញពីក្នុងចិត្តបែរទៅជាមានភាពតានតឹងថប់បារម្ភដែលគៀបសង្កត់នៅក្នុងចិត្តតែដោយព្រោះយើងនឹកឃើញដល់ព្រះបន្ទូលព្រះនឹកឃើញពីព្រះបន្ទូលដែលព្រះម្ចាស់បានសន្យាជាព្រះនៃសេចក្តីសង្ឃឹមបងប្អូនបែរទៅរកសេចក្តីសង្ឃឹមដែលយើងសង្ឃឹមលើព្រះអង្គថាតើព្រះអង្គជួយភាពនេះបានដែរឬទេបើខ្ញុំមានសភាពនេះពោពេញនៅក្នុងចិត្តនៅក្នុងគំនិតដូចនេះព្រះអង្គនឹងជួយឲ្យយើងបានរសាយចេញដោយសារអ្វីដោយសារសេចក្តីសុខសាន្តពោពេញក្នុងចិត្តព្រះអង្គបន្ថែមទៀតព្រះអង្គឲ្យសេចក្តីអំណរព្រះអង្គឲ្យចិត្តយើងបានធូរស្បើយរួចពីកង្វល់ព្រះអង្គបន្ថែមសេចក្តីសុខសាន្តពោពេញនៅក្នុងចិត្តអស់អ្នកដែលជឿដល់ព្រះកាលណាចិត្តបងប្អូនបានសុខសាន្តចិត្តបងប្អូនបានស្កប់សេចក្តីថប់ព្រួយបារម្ភសេចក្តីដែលមានភាពតានតឹងនឹងត្រូវរសាយចេញពីក្នុងចិត្តរបស់យើងពីព្រោះចិត្តយើងមិនអាចទទួលការទាំងអស់នោះបានទេពីព្រោះសេចក្តីសុខសាន្តនៃព្រះគឺពោពេញភាពតានតឹងនោះមិនអាចចូលមកជ្រៀតជ្រែកទៀតបានឡើយពីព្រោះជាអំណាចព្រះចេស្តាព្រះដែលព្រះបានដាក់ភាពសុខសាន្តពោពេញនៅក្នុងចិត្តដល់អ្នកដែលជឿព្រះអង្គឲ្យមានសង្ឃឹមក្នុងជីវិតដែលយើងរស់នៅសប្តាហ៍ថ្ងៃនេះដោយសារព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធបើបងប្អូនជឿព្រះអត់ទទួលស្គាល់ព្រះវិញ្ញាណបរិសុទ្ធបងប្អូននឹងមានបញ្ហាភាពពេញលេញភាពបរិសុទ្ធនៃព្រះព្រះបុត្របិតាព្រះរាជបុត្រាព្រះវិញ្ញាណបរិសុទ្ធមិនអាចបំបែកមួយណាចេញបានឡើយបើបងប្អូនជឿព្រះយេស៊ូវបងប្អូនត្រូវជឿថាព្រះវិញ្ញាណនៃព្រះជាព្រះវិញ្ញាណបរិសុទ្ធទ្រង់គង់សង្កត់នៅក្នុងចិត្តរបស់ខ្ញុំទើបខ្ញុំបានសេចក្តីសុខពោពេញដែលភាពតានតឹងនេះមិនអាចចូលមកជ្រៀតជ្រែកនៅក្នុងចិត្តនេះបានឡើយបើខ្ញុំមានព្រះវិញ្ញាណបរិសុទ្ធនៃព្រះបានសង្កត់នៅក្នុងចិត្តពិតប្រាកដមែនទេបងប្អូនក៏មានការពិសោធន៍មានការធ្លាប់ជួបប្រទះនៅពេលណាដែលបងប្អូនអធិដ្ឋាននៅពេលណាដែលបងប្អូនដឹងថាព្រះវិញ្ញាណគង់នៅជាមួយនៅក្នុងចិត្តភាពតានតឹងរបស់បងប្អូនគឺបាត់អស់រលីងអ្វីដែលបងប្អូនខ្វល់ខ្វាយនៅក្នុងចិត្តហាក់ដូចជាមិនដឹងនៅឯណាបងប្អូនសប្បាយជាមួយនឹងព្រះបងប្អូនសប្បាយនៅក្នុងការដែលបងប្អូនអធិដ្ឋានក្នុងការដែលបងប្អូនបានសរសើរលើកដំកើងនាមព្រះអង្គម្ចាស់ដ៏ជានាមខ្ពស់បំផុតពេលនោះទើបបងប្អូនដឹងថាអូខ្ញុំត្រូវការព្រះវិញ្ញាណព្រះពេលណាដែលខ្ញុំព្រួយបារម្ភពេលណាដែលខ្ញុំមានភាពតានតឹងនេះសូមព្រះអង្គយាងមកគង់សង្កត់នៅក្នុងចិត្តដើម្បីឲ្យចិត្តខ្ញុំបានមានសេចក្តីសុខសាន្តពោពេញដែលទ្រង់បានប្រទានគ្រប់អស់ទាំងសេចក្តីអំណរឲ្យខ្ញុំបានធូរស្បើយពីគំនិតដែលប៉ះពាល់នៅភាពតានតឹងនេះកិច្ចការទាំងអស់នេះអាចធ្វើទៅបានដោយសារអំណាចនៃព្រះវិញ្ញាណបរិសុទ្ធការពារជួយរំលឹកដាស់តឿនតាមព្រះបន្ទូលព្រះវិញ្ញាណបរិសុទ្ធឥតធ្វើអ្វីខុសពីព្រះបន្ទូលតិចតិចគ្មានសោះឡើយគឺព្រះអង្គម្ចាស់យកព្រះបន្ទូលដែលបងប្អូនបានរៀនយកព្រះបន្ទូលដែលបងប្អូនបានស្ដាប់យកព្រះបន្ទូលដែលបងប្អូនបានអានមករំលឹកដល់បងប្អូនប៉ុន្តែអ្វីដែលធ្វើឲ្យយើងមានភាពតានតឹងគឺអំណាចសាច់ឈាមរបស់យើង
រុញច្រាលចាញ់ធ្វើជាមិនដឹងធ្វើជាមិនអើពើនៅពេលដែលព្រះបានរំលឹកតតាំងជាមួយនឹងសាច់ឈាមបងប្អូនដឹងហើយកាលណាបងប្អូនយកសាច់ឈាមមកតតាំងគឺអំណាចអាក្រក់មានឥទ្ធិពលមកបាក់ពេលនោះហើយដែលបងប្អូនជំរុញឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងចិត្តគឺអ្វីអាក្រក់ទាំងអស់បាត់សេចក្តីល្អបាត់ភាពសុខសាន្តបាត់សេចក្តីអំណរចេញពីក្នុងចិត្តអស់រលីងដោយព្រោះយើងយកគំនិតសាច់ឈាមហើយនេះហើយបានជាព្រះបន្ទូលព្រះជួយព្រះវិញ្ញាណបរិសុទ្ធដឹងជាក់ប្រកបកាលណាសាច់ឈាមយើងឡើងកម្ដៅគឺព្រះវិញ្ញាណបរិសុទ្ធមកប្រាប់យើងជាមុនដូច្នេះយើងត្រូវតែបណ្ដោយតាមអ្វីដែលយើងដឹងដែលយើងភ្ញាក់ដែលព្រះបន្ទូលបានរំលឹកដាស់តឿនយើងឆាប់ជប់បើយើងមិនជប់ទេតែបន្តថ្ងៃលិចហើយបងប្អូននៅតែបន្តទៅទៀតគឺអត់ចប់ទេបន្តទៅរហូតតើតែវាធំឡើងមែនទេបងប្អូនណាកាលណាវាធំឡើងគឺយើងធ្វើបាបតែដល់ធ្វើបាបគឺធ្ងន់ធ្ងរគឺមានទោសបងប្អូនចាំតែកាលណាធ្វើបាបមានទោសចឹងហើយបានព្រះអង្គម្ចាស់មកបំផ្លាញបាបនេះដើម្បីកុំឲ្យយើងមានទោសឲ្យយើងរួចពីទោសបានយើងទៅឋានសួគ៌បានបើយើងមានទោសព្រះអង្គអត់យកយើងទៅទេព្រះអង្គយកអ្នកដែលអត់មានទោសនៅក្នុងលោកីយ៍នេះគឺដែលព្រះបានលាងសម្អាតបាបនោះឯងហើយនេះហើយបានជាគោលសំខាន់ដែលយើងឮព្រះបន្ទូលឆាប់ប្រាប់ចិត្តប្រាប់គំនិតរបស់យើងឈប់បែរមករកព្រះអង្គបងប្អូនបានរសាយព្រះអង្គធ្វើបងប្អូនរសាយភ្លាមអត់ទៅដល់ថ្ងៃលិចទឿនទេគឺបងប្អូនដឹងកំហុសរបស់ខ្លួនបងប្អូនដឹងកំហុសរបស់ខ្លួនអូខ្ញុំខុសនេះហើយជាសេចក្តីដែលព្រះវិញ្ញាណបរិសុទ្ធជួយឲ្យយើងបានមានសេចក្តីអំណរឡើងវិញបងប្អូនអត់សប្បាយដូចធម្មតាឡើងវិញទីម៉ូថេទី2ចំពោះ1ខ1សម្បត្តិពលខ្ញុំជាសាវកនៃព្រះយេស៊ូវគ្រីស្ទដោយព្រះハតីនៃព្រះតាមសេចក្តីសន្យាឲ្យបានជីវិតដែលនៅក្នុងព្រះយេស៊ូវសាវកពលគឺច្បាស់លាស់ណាស់ប្រកបណាស់ហើយគាត់បានឃើញព្រះមុខទល់នឹងមុខគឺភ្នែកគាត់បានឃើញព្រះអង្គគឺសេចក្តីជំនឿរបស់គាត់គឺប្រកបជាក់ច្បាស់ដឹងពីអ្វីដែលព្រះអង្គម្ចាស់ព្រះយេស៊ូវមានបន្ទូលមកកាន់ចំពោះគាត់ដឹងពីអ្វីដែលព្រះបន្ទូលបានបើកសម្ដែងឡើងហើយសាវកពលគាត់បាននិយាយនៅក្នុងបទគម្ពីរនេះគាត់ចង់ប្រាប់ឲ្យយើងបានដឹងពីអំណាចព្រះចេស្តានៃព្រះអង្គពីព្រះハតីនៃព្រះតាមសេចក្តីសន្យាឲ្យបានជីវិតរឿងព្រះជាមួយមនុស្សគឺរឿងជីវិតបងប្អូនរឿងជីវិតព្រះអង្គឃើញយើងទាំងអស់គ្នាបាត់ជីវិតប៉ុន្តែយើងអត់ដឹងទេយើងគិតថាយើងគ្រាន់បើយើងមានកំណត់រស់នៅលើលោកីយ៍នេះដោយសារអ្វីដោយសារចំណេះដោយសារទ្រព្យសម្បត្តិដោយសារកម្លាំងយើងគិតថាមិនអីទេយើងអាចជួយខ្លួនឯងបានប៉ុន្តែនៅពេលដែលយើងជួបជាមួយនឹងព្រះបន្ទូលនៅពេលដែលយើងគិតពិចារណាពីជីវិតទើបបងប្អូនដឹងថាអ្វីដែលព្រះបានសន្យាឲ្យជីវិតនេះពីព្រោះជារបស់មួយដ៏មានតម្លៃបំផុតក្នុងកាលដែលយើងបានកើតមកលើលោកីយ៍នេះបើយើងបានស្គាល់យល់ដឹងពីជីវិតដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវជីវិតអ្វីដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវដែលព្រះអង្គសន្យាដែលបទគម្ពីរនេះបានបើកសម្ដែងឡើងដែលជាលក្ខណៈសំខាន់សម្រាប់ជីវិតយើងគ្រប់គ្នាសាវកប៉ុលគាត់បានទទួលគ្រប់អស់ទាំងសេចក្តីអំណរបងប្អូនឃើញគេធ្វើបាបគាត់គេវាយដំគាត់គេដាក់គុកគាត់អត់មានភាពតានតឹងអត់ stress ទេគឺគាត់មានភាពអំណរទោះបីជាគាត់ឈឺចាប់គេធ្វើបាបគាត់ដល់កម្រិតណាក៏ដោយគាត់មានសេចក្តីអំណរដោយព្រោះគាត់បានយល់ជាក់ច្បាស់ពីព្រះដែលជួយឲ្យគាត់បានមានចិត្តសុខសាន្តពោពេញ
សេចក្តីសុខសាន្តដ៏ពោពេញនិងសេចក្តីសង្ឃឹមជាបរិបូរណ៍ដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធគឺព្រះវិញ្ញាណបាននៅក្នុងគាត់ហើយរំលឹកគាត់ជានិច្ចដាស់តួនគាត់ជានិច្ចគាត់ក៏យល់ព្រមឲ្យធ្វើតាមគាត់ស្ដាប់តាមព្រះវិញ្ញាណនៃព្រះរហូតទោះបីជាគាត់ឈឺចាប់គេធ្វើបាបគាត់ដល់កម្រិតណាក៏ដោយគាត់ជឿជាក់លើព្រះវិញ្ញាណដែលអាចជួយគាត់បានគាត់នៅតែមានអំណរពេលគេដាក់គុកគេវាយគាត់បងប្អូននេះគាត់ឈឺគាត់ក្រំគ្រាតែគាត់ច្រៀងនៅក្នុងគុកច្រៀងមិនរួចគាត់ក្អកគាត់ច្រៀងសរសើររំកើងព្រះរហូតដល់ព្រះអង្គម្ចាស់ផ្ដល់កម្លាំងឲ្យគាត់អាចច្រៀងបានជាអំណាចមួយដ៏ធំដែលយើងមិនអាចយល់បានពីសេចក្តីអំណរដែលទ្រង់បានប្រទានគឺអស់ទាំងសេចក្តីអំណរបានសេចក្តីថាគ្រប់កលៈទេសៈទាំងអស់ដែលបងប្អូនជួបប្រទះទោះបីជាសប្បាយទោះបីជាកើតទុក្ខទោះបីជាគ្មានការលំបាកយ៉ាងណាក្តីបើបងប្អូនបានទទួលគ្រប់អស់ទាំងសេចក្តីអំណរពីព្រះគឺបងប្អូនឈ្នះនៅភាពតានតឹងនៅក្នុងគំនិតនៅក្នុងចិត្តដាច់ខាតស្មោះលើព្រះយេស៊ូវរហូតអស់ជីវិតនេះជាគំរូមួយដ៏ល្អសម្រាប់អ្នកជឿបើជឿព្រះអង្គហើយត្រូវតែស្មោះរហូតអស់ជីវិតទើបយើងបានជីវិតវិញដែលជាសេចក្តីសន្យាដែលព្រះបន្ទូលបានបើកសម្ដែងឡើងព្រះសន្យានឹងឲ្យជីវិតដែលនៅក្នុងអង្គព្រះយេស៊ូវយើងនឹងតាមមើលតើជីវិតអ្វីដែលនៅក្នុងអង្គព្រះយេស៊ូវនោះនៅពេលដែលគាត់បានស្មោះត្រង់ចំពោះព្រះរហូតអស់ជីវិតគឺគាត់បានយល់ដឹងថាប្រហាតីព្រះអ្នកដែលធ្វើតាមសេចក្តីសន្យាដែលស្ដាប់នៅព្រះបន្ទូលរបស់ផងព្រះអង្គព្រះនឹងឲ្យជីវិតដែលជីវិតនៅក្នុងព្រះយេស៊ូវគឺជាជីវិតអកលបងប្អូនត្រូវយល់ឲ្យជាក់ច្បាស់ជីវិតយើងមាននៅលើលោកីយ៍នេះជាជីវិតបណ្ដោះអាសន្នដែលនឹងត្រូវបាត់តែជីវិតដែលនៅក្នុងអង្គព្រះយេស៊ូវដែលព្រះបានសន្យាជាជីវិតអកលភាពអកលគ្មានកម្រិតថ្ងៃខែឆ្នាំរហូតរស់នៅជាមួយព្រះរហូតព្រះបន្ទូលបានប្រាប់ថាទ្រង់នៅដដែលបងប្អូនកុំឲ្យភ្លេចព្រះបន្ទូលព្រះនៅដដែលបើព្រះនៅដដែលសេចក្តីសន្យារបស់ព្រះមិនផ្លាស់ប្រែមិនប្រែប្រួលមិនផ្លាស់ប្ដូរឡើយបើព្រះអង្គម្ចាស់ទ្រង់សន្យាថានឹងឲ្យជីវិតអស់កលដល់អ្នកដែលជឿព្រះអង្គគោរពធ្វើតាមព្រះអង្គបងប្អូនប្រកាសជានឹងបាននេះហើយជាប្រយោជន៍ដ៏ធំក្នុងសេចក្តីជំនឿដែលយើងមិនអាចយល់ដល់ថាការដែលយើងជឿព្រះនេះតើមានតម្លៃប៉ុណ្ណាសប្តាហ៍នេះគេមើលអត់ឃើញមានតម្លៃនៅក្នុងជីវិតយើងទេប៉ុន្តែយើងមានតម្លៃក្នុងសេចក្តីសន្យាដែលព្រះយេស៊ូវបានសន្យាដល់អស់អ្នកជឿព្រះអង្គតម្លៃនៅក្នុងសេចក្តីសន្យាដែលព្រះមានដល់អ្នកជឿព្រះអង្គឲ្យមានសេចក្តីសង្ឃឹមរួចផុតពីភាពតានតឹងនៅក្នុងជីវិតដែលយើងរស់នៅលើលោកីយ៍នេះព្រះអង្គចង់ឲ្យបងប្អូនសប្បាយរីករាយក្នុងគ្រួសាររាល់ថ្ងៃរហូតដល់ពេលយើងចាក់ចេញពីលោកីយ៍នេះយើងនឹងសប្បាយរហូតគ្មានភាពតានតឹងដោយជីវិតដែលរស់នៅលើលោកីយ៍នេះទៀតឡើយគឺសប្បាយរហូតជាមួយនឹងព្រះតើមានអ្វីអះអាងខ្ញុំមានបទគម្ពីរមួយទៀតដែលអះអាងធ្វើឲ្យបងប្អូនទុកចិត្តចំពោះព្រះ 100% អ្នកជឿព្រះយេស៊ូវទុកចិត្តលើព្រះអង្គសង្ឃឹមព្រះជានិច្ចនៅជីវិតអស់កលជានិច្ចដែលមាននៅក្នុងអង្គព្រះម្ចាស់ព្រះយេស៊ូវសូមបងប្អូនមើលគម្ពីរទីតូសជំពូក1ខ2ដោយសេចក្តីសង្ឃឹមដល់ជីវិតដ៏នៅអស់កលជានិច្ចដែលព្រះដ៏មិនចេះភូតទ្រង់បានសន្យាមុនអស់ទាំងកលបទគម្ពីរនេះកន្ត្រាក់អារម្មណ៍របស់ខ្ញុំអ្វីដែលខ្ញុំគិតថាដឹងជាបានឬក៏មិនបានដឹងជាកើតឬក៏មិនកើត
អ្វីដែលភាពតានតឹងនៅក្នុងចិត្តនៅក្នុងគំនិតរបស់ខ្ញុំត្រូវរសាយដោយព្រះបន្ទូលបានបើកសម្ដែងយ៉ាងជាក់ច្បាស់ដោយសេចក្តីសង្ឃឹមដល់ជីវិតដ៏នៅអស់កលជានិច្ចដែលព្រះដ៏មិនចេះភូតអូបងប្អូនហើយសំខាន់ណាស់បើព្រះដ៏មិនចេះភូតមានន័យថាឥតភូតទាល់តែសោះអ្វីដែលទ្រង់មានព្រះបន្ទូលអ្វីដែលទ្រង់សន្យាគឺជាសេចក្តីពិតដែលនឹងត្រូវកើតឡើងគឺជាសេចក្តីពិតបើព្រះអង្គម្ចាស់ទ្រង់ជាសេចក្តីពិតដូច្នោះអ្វីដែលព្រះអង្គម្ចាស់ទ្រង់បានសន្យាតាំងពីមុនអស់ទាំងកលតាំងពីខ្ញុំមិនទាន់បានមានកំណើតក្នុងโลกនេះព្រះអង្គបានសន្យាទុករួចជាស្រេចដល់ពេលខ្ញុំកើតមកខ្ញុំដឹងខ្ញុំឮគឺខ្ញុំជឿដឹងជាក់ពិតប្រាកដថាព្រះអង្គម្ចាស់នឹងប្រទានមកដល់អស់អ្នកដែលគោរពដល់ព្រះអង្គម្ចាស់ជាជាងអំបានបានទៅទៀតគឺបងប្អូនពិតជាបាន 100% ពីព្រះអង្គម្ចាស់ដូច្នេះសេចក្តីសន្យារបស់ផងព្រះអង្គដែលទ្រង់បានសន្យាគឺទ្រង់ដឹងទ្រង់ជ្រាបលើជីវិតទាំងអស់ត្បិតភាពអស់កលជានិច្ចរបស់ផងព្រះអង្គចង់ឲ្យមនុស្សលោកបានទទួលជីវិតអស់កលជានិច្ចជាមួយនឹងព្រះអង្គដែលព្រះអង្គម្ចាស់ទ្រង់បានលះបង់បល្ល័ង្កយាងចុះមកក្នុងលោកីយ៍នេះដើម្បីឲ្យមនុស្សបានភាពអស់កលជាមួយនឹងព្រះអង្គដើម្បីលុះលាងបាបយើងជាមុនដើម្បីឲ្យយើងមានសិទ្ធិអាចចូលទៅក្នុងនគរព្រះវិញបាននេះហើយជាសារៈសំខាន់ដល់ជីវិតហើយមានប្រយោជន៍ដល់អស់អ្នកជឿព្រះយេស៊ូវអ្នកដែលធ្វើតាមព្រះយេស៊ូវត្រូវបានសង្គ្រោះហើយបានជីវិតអស់កលរស់នៅជាមួយនឹងព្រះជារៀងរហូតព្រះបិតាកូនសូមអរព្រគុណដល់ព្រះអង្គដែលព្រះម្ចាស់បានកន្ត្រាក់អារម្មណ៍ឲ្យកូនបានឃើញពីអ្វីដែលមាននៅលើលោកសពថ្ងៃនេះសូមឲ្យសេចក្តីដែលទ្រង់បានបើកសម្ដែងថ្ងៃនេះប៉ះពាល់ក្នុងសេចក្តីជំនឿដែលកូនទាំងអស់គ្នាបានជឿគោរពធ្វើតាមព្រះអង្គសូមព្រះអង្គម្ចាស់ជួយឲ្យកូនបានទទួលភាពទាំងអស់នេះដើម្បីឲ្យកូនទាំងអស់គ្នាបានរួចផុតពីសេចក្តីឆោបោកពីសេចក្តីអូសទាញដែលមាននៅលើលោកីយ៍នេះសូមព្រះអង្គម្ចាស់បំភ្លឺឲ្យកូនកាន់តែយល់ឲ្យកូនចេះគោរពធ្វើតាមព្រះអង្គដើម្បីឲ្យមានជ័យជំនះលើសេចក្តីអាក្រក់នេះត្បិតកូនដឹងជាពិតប្រាកដថាជីវិតនៅក្នុងអង្គព្រះយេស៊ូវគឺជាជីវិតអស់កលជានិច្ចជាជីវិតដែលមិនគ្មានការឈឺចាប់គ្មានសេចក្តីទុក្ខព្រួយឬក៏គ្មានសេចក្តីសោកសង្រេងណាមួយដែលត្រូវកើតមាននៅក្នុងជីវិតនោះឡើយកូនសូមអរព្រគុណដល់ព្រះអង្គសូមឲ្យសេចក្តីជំនឿដែលកូនបានជឿឲ្យទុកចិត្តដល់ព្រះអង្គសូមទ្រង់ជួយការពារថែរក្សាឲ្យទូបង្គំគ្រប់គ្នាបាននៅក្នុងការគ្រប់គ្រងនៃព្រះអង្គម្ចាស់សូមទ្រង់រំលឹកដាស់តឿនជាប្រចាំថ្ងៃដើម្បីឲ្យកូនមានសេចក្តីលំនឹងហើយនឹងមានសេចក្តីជឿជាក់ពិតប្រាកដរឹងមាំចំពោះព្រះអង្គម្ចាស់តាមព្រះបន្ទូលដ៏រស់ដែលទ្រង់បានប្រទានមកសូមឲ្យនាមទ្រង់បានដំកើងឡើងរូបការទាំងអស់សម្រេចតាមមហាតីទ្រង់គុណសូមទូលថ្វាយរូបការនេះថ្វាយដាច់ក្នុងនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន